មេដឹកនាំមិនមែនជាអ្នកបង្កនៅបញ្ហាទេប៉ុន្តែមេដឹកនាំជាអ្នកដោះស្រាយនៅបញ្ហាទឹកអម្រែកផ្នែកខ្លែងសំញែងរាជសីសម្ដីឥសូរធ្ងោប្រអិនសុបិនសួរខួទុនសាយសបាយសមោចទឹកអម្រែកនឹងគឺជាស្អីទឹកអម្រែកនឹងមានន័យថាមិនលំអៀងជាមេដឹកនាំអត់មានលំអៀងថានេះគ្នាអញអានេះគ្នាគេគ្នាអញឲ្យច្រើនគ្នាគេអញឲ្យតិចគ្នាអញឲ្យធ្វើការងារខ្ពស់គ្នាគេអញឲ្យធ្វើការងារទាបយើងជាមេដឹកនាំយើងបើកាលណាយើងហ៊ានតែប្រកាន់គ្នាអញគ្នាគេចឹងអ្នកនៅក្រោមមកវ៉ាតខ្លួននឹងមានការបែកបាក់គ្នាហើយធ្វើការងារគឺទៅតាមនឹងដែរពេលខ្លះខ្ជិលខំប្រឹងព្រោះមេលំអៀងទៅឲ្យតាអាណងធ្វើការប៉ុណ្ណឹងដែរក៏គេលំអៀងទៅឲ្យតាអាណងក៏ដែរឃើញទេអញ្ចឹងអ្នកនៅក្រោមមកវ៉ាតខ្លួនហ្នឹងគឺចាប់ដើមមានការអអន់សតុនទុនចិត្តមានអាចមានការបែកបាក់គ្នាទៀតអញ្ចឹងជាមេដឹកនាំមិនត្រូវលំអៀងទេគឺត្រូវស្មើច្រាញ់ហ្មងគឺត្រូវស្មើភាពច្រាញ់ហ្មងមិនថាដឹកនាំប្រទេសមិនថាដឹកនាំវត្តអារាមឬក៏កន្លែងណាទេកាលណាដែលមានសេចក្តីលំអៀងហើយមិនស័ក្តិសមជាថ្នាក់ដឹកនាំទេទី2ផ្នែកខ្លែងទឹកអម្រែកផ្នែកខ្លែងផ្នែកខ្លែងគឺជាស្អីផ្នែកខ្លែងចង់មានន័យថាត្រូវមើលឲ្យបានគ្រប់ទិសទីគ្រប់ជ្រុងជ្រោយគ្រប់មជ្ឈដ្ឋានដែលខ្លួនឯងគ្រប់គ្រងនេះឲ្យដឹងមើលឲ្យបានជាក់លាក់កុំអង្គុយតែមកកន្លែងដល់គេមកប្រាប់ថាណោះអានោះខុសដែរអាកន្លែងនេះខូចដែរអត់កើតទេណែព្រោះបើកាលណាយើងនៅតែអង្គុយស្ងៀមអញ្ចឹងអាចមានកូនចៅខ្លះឆ្លៀតឱកាសមកកັບកេងប្រវាញ់យកយុស័កដោយការពោលពាក្យមិនពិតទៅចោទបុគ្គលម្នាក់ទៀតអញ្ចឹងវាអត់មានសេចក្តីសុខសាន្តនៅក្នុងតំបន់ដែលយើងគ្រប់គ្រងនោះទេឬនៅសង្គមដែលយើងគ្រប់គ្រងនោះទេអញ្ចឹងជាមេដឹកនាំត្រូវមើលឲ្យបានវែងឆ្ងាយមានចក្ខុមើលគ្រប់ទិសទីទាំងអស់ដូចនៃខ្លែងចឹងណាមើលឲ្យដឹងគ្រប់ជ្រុងជ្រោយកន្លែងណាខូចខាតត្រូវបំពេញកន្លែងណាល្អហើយមិនទាន់ល្អ 100% ត្រូវបន្ថែមកន្លែងណាត្រូវកែតម្រូវយើងមើលកន្លែងណាខុសកន្លែងណាត្រូវគឺត្រូវពិនិត្យវិនិច្ឆ័យមើលឲ្យបាននឹងគ្រប់ជ្រុងជ្រោយម្ដងហ្នឹងផ្នែកខ្លែងចុះសម្ញែងរាជសីសម្ញែងរាជសីគឺជាស្អីណាសម្ញែងរាជសីហ្នឹងគឺធ្វើឲ្យគេគោរពជាមេដឹកនាំមិនមែនត្រូវធ្វើឲ្យគេខ្លាចទេអាត្មាឃើញមេដឹកនាំដ៏ច្រើនចូលចិត្តដឹកនាំមនុស្សឲ្យគេខ្លាចខ្លួនឯងប៉ុន្តែអត់បានដឹកនាំមនុស្សឲ្យគេគោរពខ្លួនឯងទេត្រូវចាំណាអាភាពខ្លាចគេខ្លាចតែពេលយើងនៅកាន់អំណាចឬពេលយើងនៅមានតំណែងទូនាទីទេពេលដែលយើងអស់អាហ្នឹងទៅគេលែងខ្លាចហើយក៏ប៉ុន្តែអាពេលដែលយើងនៅដឹកនាំនៅគ្រប់គ្រងយើងធ្វើឲ្យគេគោរពទោះបីយើងអស់តំណែងក៏ដោយយើងអស់តួនាទីក៏ដោយក៏គេនៅតែគោរពយើងដែរគេនៅតែឲ្យតម្លៃយើងដែរប៉ុន្តែអាត្មាឃើញអ្នកដឹកនាំដល់ច្រើនមិនថាដឹកនាំប្រទេសមិនថាដឹកនាំវត្តអារាមចូលចិត្តតែធ្វើឲ្យគេនឹងខ្លាចខ្លួនឯងជាងគោរពខ្លួនឯងវាអត់មានតម្លៃហេតុអីក៏មិននាំគ្នាធ្វើឲ្យគេគោរពយើងទៅនេះអាត្មាបញ្ជាក់ថាអាត្មាអត់មាននិយាយចំពោះតែអ្នកដឹកនាំប្រទេសឬដឹកនាំអីទេយើងគួរតែដឹកនាំឲ្យគេគោរពយើងទៅវាមានតម្លៃទោះបីជាយើងលាលែងពីតំណែងទៅក៏ដោយយើងឈប់ដឹកនាំកន្លែងហ្នឹងក៏ដោយក៏អាសេចក្តីគោរពហ្នឹងវានៅតែដក់ជាប់នៅក្នុងចិត្តរបស់គេដែរអំពើល្អដែលយើងបានធ្វើហ្នឹងវានៅតែដក់ជាប់ឲ្យគេគោរពយើងដែរណាអញ្ចឹងសម្ញែងរាជសីហ្នឹងគឺធ្វើឲ្យគេគោរពហ្នឹងឯងមកទី4សម្ដីឥសូរដែលអាត្មានិយាយពីខាងដើមទឹកអម្រែកផ្នែកខ្លែងសម្ញែងរាជសីសម្ដីឥសូរសម្ដីឥសូរហ្នឹងបើយើងនិយាយនៃត្រង់គឺសម្ដីទឹកសម្ដីទឹកគឺមានន័យថាស្ដាប់បង្គាប់និងអនុវត្តតាមគាត់នឹងនិយាយទៅគេគោរពហ្មងសម្ដីឥសូរគាត់នឹងនិយាយទៅគេគោរពគេខ្លាចគេអនុវត្តតាមដូចថាគ្រាន់តែស្រែកមកវាច់គាត់នឹងនិយាយទៅកូនចៅដែលក្រុមមកវ៉ាតខ្លួនឯងហ្នឹងគឺគេគោរពហ្មងគេអនុវត្តតាមហ្មងគេគោរពនឹងសម្ដីរបស់យើងហ្មងអាហ្នឹងចង់និយាយតែខ្លីអញ្ចឹងឧទាហរណ៍ថាអ្នកដឹកនាំខ្លះគាត់និយាយតែឯងពួកបងឯងត្រូវធ្វើកន្លែងហ្នឹងធ្វើវាឲ្យស្អាតគឺចាប់ដើមធ្វើព្រុសហ្មងគេគោរពសម្ដីយើងសម្ដីឥសូរហ្នឹងគឺម៉ាត់ណាម៉ាត់ហ្នឹងហ្មងនិយាយមកឲ្យគេគោរពឲ្យគេស្ញប់ស្ញែងហ្មងឲ្យគេធ្វើតាមហ្មងមិនមែននិយាយឲ្យគេផិតភ័យមិនមែននិយាយឲ្យគេខ្លាចទេណាហ្នឹងសម្ដីឥសូរធ្ងោប្រអិនស្អីទៅជាធ្ងោប្រអិនហ្នឹងគឺចង់មានន័យថាខ្វាយខ្វល់ដល់
ដល់រះខ្វាយខ្វល់ជាតិនិរន្តរ៍ធ្ងោបើហ្នឹងណាមានសេចក្តីខ្វាយខ្វល់គិតរំពៃមើលដល់ប្រជានរាស្ត្រដែររស់នៅក្រោមការដឹកនាំរបស់យើងហ្នឹងអានេះគោលការណ៍របស់ព្រះបាទជ័យវរ្ម័នទី7កុំថាអាត្មានិយាយទៅសំដៅទៅណាអញ្ចឹងខ្លីៗធ្ងោប្រអិនហ្នឹងគឺមានការខ្វាយខ្វល់ដល់ប្រជានរាស្ត្រដែលរស់នៅក្រោមអាវ៉ាតរបស់ខ្លួនអត់មានរាសកើតទុករាសឈឺចាប់អីនៅធ្វើមិនដឹងធ្វើមិនលឺចង់រាសវេទនាមិនក៏មិនខ្វាយខ្វល់ឲ្យតែឆ្អែតពុះឯងកាពះឯងបាក់ពុះឯងអាហ្នឹងវាទៅមិនកើតទេណាទៅមិនកើតទេអញ្ចឹងរាសប្រកាសជាស្អប់រាសប្រកាសជាមិនពេញចិត្តនឹងការដឹកនាំរបស់យើងហើយដល់ទី6សុបិនសួរហ្នឹងមានន័យថាត្រូវមេដឹកនាំត្រូវតែមានក្តីសម័យមានចក្ខុវិស័យវែងឆ្ងាយដើម្បីធ្វើឲ្យបានសម្រេចនៅគោលបំណងរបស់រាជតន់កន្លែងហ្នឹងអាហ្នឹងគោលការណ៍របស់ព្រះបាទជ័យវរ្ម័នទី7ហ្នឹងគឺសុបិនសួរមានន័យថាត្រូវធ្វើឲ្យបានសម្រេចនៅបំណងដែលរាជគាត់ចង់បានឧទាហរណ៍ថាភាពយុទ្ធធម៌អីមួយនៅក្នុងប្រទេសដែលរាជគាត់មិនពេញចិត្តចឹងថ្នាក់ដឹកនាំត្រូវមានការគិតមានការសម័យនិងសុបិនរកវិធីគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហាដែលវាកើតមានអំពើពុករលួយអំពើអីផ្សេងអំពើកាប់កេងប្រវ័ញ្ចផ្សេងនៅក្នុងប្រទេសដែលគាត់មើលឃើញថាมันពេញចិត្តយើងជាថ្នាក់ដឹកនាំយើងត្រូវរកវិធីដើម្បីកម្ចាត់អំពើទាំងអស់ហ្នឹងហើយឲ្យរាជបានសោយសុខនឹងសុបិនសួរត្រូវមានសេចក្តីសម័យមួយទៀតត្រូវមានសេចក្តីសម័យហ្នឹងឲ្យខ្ពស់មានចក្ខុឲ្យវែងឆ្ងាយចំពោះប្រទេសជាតិមាតុភូមិមិនមែនត្រឹមរស់នៅស៊ីតែមកកវាយហ្នឹងទេត្រូវមានចក្ខុឲ្យវែងឆ្ងាយធ្វើឲ្យប្រទេសជាតិនឹងរីកចម្រើនតាមអ្វីដែលប្រជានរាស្ត្រចង់បានទី7ចុងក្រោយគឺខួរទន្សាយមានន័យថាឆ្លៀសវៃជាមេដឹកនាំត្រូវមានឆ្លៀសវៃមានបញ្ញានឹងវៀងវៃណែក្នុងការធ្វើការងារហ្នឹងត្រូវឆ្លាតកុំលមួកកុំស្ទុះត្រូវធ្វើការដោយវៀងវៃដោយបញ្ញាដោយការគិតដោយការត្រេះរិះគិតពិចារណាមើលឲ្យបានគ្រប់ជ្រុងជ្រោយដែលអាត្មាបាននិយាយពីខាងដែរអញ្ចឹងបញ្ជាក់មកវិញភាពជាអ្នកដឹកនាំទាំង7ទឹកអំរែកភ្នែកខ្លែងសម្ញាញរាជសីសម្ដីយសូធ្ងោប្រអិនសុបិនសួរខួរទន្សាយសបាយសមោចប៉ុន្តែបញ្ជាក់ថានេះអាត្មាយកអំពីគោលការណ៍របស់ព្រះបាទជ័យវរ្ម័នទី7ដើម្បីមកឲ្យគ្នាយើងស្ដាប់ទេហើយអាត្មាមិនបានចង់សំដៅទៅដល់ថ្នាក់ដឹកនាំវត្តឬក៏ថ្នាក់ដឹកនាំប្រទេសឬដឹកនាំអីផ្សេងអត់ទេណាគ្រាន់តែចង់ឲ្យគ្នាយើងស្ដាប់ដើម្បីមានភាពយល់ដឹងព្រោះអនាគតទៅយើងនឹងអាចខ្លាចទៅជាអ្នកដឹកនាំរបស់គេដែរមិនថាដឹកនាំប្រទេសដឹកនាំគ្រួសារឬដឹកនាំអីក៏យើងគង់តែអាចខ្លាចទៅជាបើមិនបានដឹកនាំអីធំដុំក៏បានដឹកនាំប្រពន្ធកូននៅក្នុងគ្រួសាររបស់យើងដែរអរគុណច្រើន